ជំរាបសួរអង្គពុំមីទាំងអស់គ្នាថ្ងៃនេះបងវ៉ាហើយរវល់នឹងអត់ថតរឿងឯងគាត់នាំទៅដងតាមពិតទៅដងហ្នឹងមានការងារផ្សេងប៉ុន្តែយើងទៅមិនទាន់ដល់ម៉ោងការងារយើងចូលទៅភ្នំម្ដងសិនព្រោះទៅដូចជាម៉ោង10ដល់11ដែរហើយដល់ម៉ោងបាយថ្ងៃត្រង់ដែរអញ្ចឹងទៅភ្នំម្ដងទៅរកទិញម្ហូបវាអីម្ហូបបាយអញ្ចឹងហើយត្បូងថាទិញម្ហូបហើយកន្លែងនេះវិញព្រោះកន្លែងនេះមើលទៅវាស្រឡះវាអីអញ្ចឹងវាអត់ស្ដុកដូចនៅកន្លែងយើងទៅទិញម្ហូបអីអញ្ចឹងណាដល់ពេលទិញម្ហូបហើយបានត្រឡប់មកវិញនៅហូបនៅកញ្ចុះនៅនឹងហ្មងហើយនេះខ្ញុំចាយមេរីអាដាមបង្ហេងអាហួងលីសាអីហ្នឹងទៅថតម្ហូបនៅក្នុងផ្សារព្រោះលើកមុនពេលដែលខ្ញុំមកពេទ្យហ្នឹងខ្ញុំអាចបានចូលក្នុងផ្សារហ្នឹងទេខ្ញុំថតនៅខាងក្រៅព្រោះជីឡាណោះណាមួយយកមានកម្រងចុះផងព្រោះមកពេទ្យចឹងទៅប្រញាប់ទៅវិញដោយសារតែកាលហ្នឹងបងវ៉ាគាត់ថតរឿងថតឥឡូវនេះពួកខ្ញុំបានចូលមកដល់ផ្សារកន្លែងគេលក់ម្ហូបលក់អីហ្នឹងផ្សារគេលក់ទល់មុខគ្នាអញ្ចឹងណាខ្ញុំធ្លាប់តែឃើញបងគាត់ review ម្ហូបរីអីដល់ពេលឥឡូវបានមកមើលខ្លួនឯងនេះចាយមេរីគាត់កំពុងតែទិញប្រហិតហើយប្រហិតហ្នឹងគាត់ទិញអាប្រហិតផ្ទះធំធំឯអាប្រហិតថៃឆ្លាតហ្នឹងគាត់ភ្លោះឲ្យគាត់ថាឆ្ងាញ់ហើយមើលអូនចេញពីឡានមកអត់តាមអានមុំទេមកដើរផ្សារមួយម៉ាក់សិនដល់ពេលដើរផ្សារហើយចាំទៅមកមុំសរុបយកហ្មងហើយអត់មានមាត់អត់មានអីមួយម៉ាត់ទេលោកអើយឃើញមនុស្សឃើញមនីច្រើនអញ្ចឹងសង្ងំមួយឈឹងហើយឥឡូវនេះចាយមេរីពងទិញត្រីតែងហើយនឹងត្រីឆ្លុំយើងយកទៅហូបបាយអញ្ចឹងណាទិញប្រហិតទិញត្រីអាំងទិញអីហើយហ្នឹងចាយមេរីគាត់ក៏មកទិញឃ្មុំអាំងឥឡូវគាត់ពងភ្លក់ហើយគាត់ឲ្យអ្នកលក់ជក់ឲ្យគាត់មកប្រអប់អីអញ្ចឹងណាមកប្រអប់ហ្នឹងដូចជា10000ដល់ពេលគាត់ថាឆ្ងាញ់ដល់ពេលហើយទៅលីសាគាត់ថាចង់ហូបដែរអញ្ចឹងក៏យកមកប្រអប់ទៅមើលអាឃ្មុំណាខ្ចីបានយើងហូបទៅវាឆ្ងាញ់អ្នកលក់កំពុងឲ្យជក់ឃ្មុំឲ្យលីសាហើយពេលហ្នឹងហេងគាត់សួរថាអាឃ្មុំមានក្បាលទឹកហ្នឹងអាហ្នឹងមកកងម៉ានពេលហ្នឹងខ្ញុំអត់លឺតម្លៃទេដឹងអ្នកលក់ប្រាប់បង្ហាញថាតម្លៃម៉ានទេបន្ទាប់ពីទិញឃ្មុំហើយហ្នឹងហើយអាហងនឹងលីសាហ្នឹងគេមកទិញប្រហិតអាំងហើយអាប្រហិតអាំងហ្នឹងអាហងអីចូលចិត្តណាខ្ញុំណានៅពងកោហ៊ូហេងឲ្យទិញអាមកពួកខ្ញុំមិនដែរហូបអាមកទេលើកទី1ដែលបានហូបអាមកបន្ទាប់ពីទិញមកហូបអីហើយហ្នឹងយើងមកដល់កន្លែងកញ្ចុះហូបបាយហើយហើយចាយមេហ្នឹងកំពុងតែបរៀនអូនចាប់មិនដឹងថាបរៀនចាប់ឬក៏ចាប់ទេហើយនេះកំពុងតែហូបបាយហើយមើលចកើផងចកើនេះគឺចកើសម័យដងមិនសម័យ2025ណាហូបបាយហ្នឹងអត់ជុំគ្នាទេហូបមុនក្រោយដោយសារតែអ្នកខ្លះហ្នឹងគាត់ទៅបន្ទប់ទឹកអញ្ចឹងអ្នកណាហ្នឹងហូបទៅចាំអ្នកមកក្រោយហ្នឹងហូបក្រោយទៀតទៅពីហូបបាយហើយអីហើយហ្នឹងដល់កន្លែងការងារទៅសម្ពោធប៉ាណូរបស់ក្រុមហ៊ុនសម្រាប់ធម្មជាតិរបស់បងសេអូនហ្នឹងឥឡូវបងសេអូនគាត់មកដល់កន្លែងសម្ពោធប៉ាណូរបស់គាត់ហើយបងសេអូននៅខាងក្រៅឡើងស្អាតហើយឡើងតូចដូចបងសេនាងអញ្ចឹងបងសេនាងក៏តូចដែរហើយឡើងស្អាតខ្ញុំឃើញនៅក្នុងវីដេអូរឿងធំដល់ពេលនៅខាងក្រៅតូចតែមួយហើយក្រុមការងារក្រុមហ៊ុនរបស់បងសេអូនខ្ញុំស្គាល់ច្រើនណាស់តែបងខ្លះស្គាល់តែមុខអត់ស្គាល់ឈ្មោះឯងចាំមើលខ្ញុំចេញវីដេអូអាពេលថ្ងៃខ្ញុំទៅសម្ពោធប៉ាណូរបស់គាត់នឹងមួយឃ្លីបទៀតណាហើយឥឡូវនេះប៉ាអូនហ្នឹងកំពុងតែឆុងទៅដោះគោអូនព្រោះពេលហ្នឹងខ្ញុំយកអូនទៅកន្លែងសម្ពោធប៉ាណូហ្នឹងដែរដល់ពេលហើយអូនឃ្លាខ្ញុំក៏ឲ្យប៉ាអូនហ្នឹងឆុងទៅដោះគោទុកឲ្យអូនហើយឥឡូវហ្នឹងអូនឡើងលេខ2ហើយតែមុននឹងអូនមុំលេខ2ហ្នឹងខ្ញុំយកអាលេខ1យកមកផ្សំជាមួយអាលេខ2សិនអូនមុំមិនសូវទៅដោះគោប៉ុណ្ណឹងដែរទេប៉ុន្តែគ្រាន់តែឡើងលេខ2កាលមុនអូនមុំលេខ1តែឥឡូវនេះអូនឡើងលេខ2ហើយព្រោះឥឡូវហ្នឹងអូនកំឡោះហើយចឹងមិនសូវទៅដោះគោហ្នឹងក៏ឡើងលេខតាមអូនដែរហើយប៉ាអូននៅហាងកាហ្វេមកឆុងទៅដោះគោអូនដល់ពេលអូននៅកន្លែងផ្លាកប៉ាណូប៉ាអូនឆុងទៅដោះគោហើយហ្នឹងអូនក៏មកមុំដែរតែមុនមកមុំទៅដោះគោហ្នឹងអូនមួយទឹកមួយអីសិនហើយមើលស្អីគេផងដោះកៅកដាវាកដាអីមកអត់មានខ្លាចខ្មាស់គេទេអញ្ចឹងវីដេអូរបស់អូនគឺមានតែប៉ុណ្្នឹងទេចាំជួបក្នុងវីដេអូក្រោយទៀតណាបាយ